តាំងពីគេល្បីងាវហាលមកបងប្អូនថ្ងៃនេះនាងខ្ញុំក៏ញ័រទិញងាវ1គីឡូពីផ្សារដើម្បីយកមកធ្វើញ៉ាំចាងាវហាលភាគច្រើនយើងទិញគេគឺវាថ្លៃបន្តិចចាហើយឥឡូវនេះខ្ញុំចាប់ផ្ដើមដាក់ត្រាំងាវហើយនឹងបន្ថែមជាមួយនឹងម្ទេសចូលដើម្បីឲ្យងាវយើងខ្ជាដីបានល្អហើយបន្ទាប់មកខ្ញុំក៏បានចាប់ផ្ដើមដាក់ខ្ទឹមហើយនឹងម្ទេសចូលដើម្បីបុកគ្រឿងឲ្យសព្វចូលគ្នាបន្ទាប់មកក៏ខ្ញុំបន្ថែមជាមួយនឹងអំបិលសបន្តិចស្ករស2ស្លាបព្រាហើយនឹងម្សៅស៊ុបខ្នុរ1ស្លាបព្រាហើយយើងក៏ចាប់ផ្ដើមបុកវាឲ្យសព្វចូលគ្នាតែបងប្អូនកុំបុកវាម៉ត់គ្នាពេកអញ្ចឹងយើងយកវាគ្រប់របៀបនេះដើម្បីយើងប្រឡាក់ងាវទៅមើលទៅឃើញទំនងហើយនឹងទាក់ទាញងាវនេះយើងបានលាងសម្អាតរួចរាល់ហើយខ្ញុំក៏ចាប់ផ្ដើមយកវាមកស្រោះប្រហែល12នាទីបងប្អូនចាស្រោះរួចក៏ចាប់ផ្ដើមចាក់ចូលនៅក្នុងកញ្ឆែតដើម្បីវាបានស្រស់ទឹកងាវដែលយើងបានលាងសម្អាតខ្លួនឯងពិតជាធានា 100% ថាពិតជាមានសុវត្ថិភាពល្អហើយបន្ទាប់មកខ្ញុំបានបន្ថែមជាមួយនឹងម្ទេសខ្ទឹមដែលយើងបានបុកចូលគ្នាហ្នឹងចាហើយនឹងអំបិលទុំថែមមួយគល់នំខ្ញុំចង់ញ៉ាំងាវហាលអំបិលទុំចាយើងចាប់ផ្ដើមច្បល់ចូលគ្នាឲ្យសព្វល្អមកចាច្បល់ចុះច្បល់ឡើងច្បល់គ្រឿងទាំងអស់ឲ្យវាចូលជាតិគ្នាបានល្អអត់សូវជាអ្នកដែលចូលចិត្តហឹរខ្លាំងពេកទេអញ្ចឹងពេលប្រឡាក់ទៅវាមើលទៅអត់សូវឃើញពណ៌ម្ទេសច្រើនទេហើយងាវរបស់យើងក៏បានចាប់ផ្ដើម